កងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រហាររលកថ្មីភ្លាមទៀតក្រោយពីមេដឹកនាំកម្ពុជានៃប្រទេសអ៊ីរ៉ង់បានសច្ចាគប់ច្រកសមុទ្រហូមូសនិងសច្ចាបន្តសង្គ្រាមរហូតដល់ដំណាក់កាលចុងក្រោយសេចក្តីរាយការណ៍មួយដែលផ្សាយចេញពីប្រទេសអ៊ីស្រាអែលបានឲ្យដឹងថាកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបើកការវាយប្រហារភ្លាមកាលពីថ្ងៃទី13មីនាប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំកម្ពុជានៃប្រទេសអ៊ីរ៉ង់លោក Mojtaba Khamenei បានប្រកាសសច្ចាធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរហូតដល់ដំណាក់កាលចុងក្រោយនិងប្រកាសប្រយុទ្ធដើម្បីច្រកសមុទ្រហូមូសដោយមិនផ្ដាល់សិទ្ធិទៅប្រទេសណាទាំងអស់ក្នុងការគ្រប់គ្រងច្រកសមុទ្រហូមូសលោកប្រមានថានាវាដឹកជញ្ជូនទាំងអស់ដែលត្រូវឆ្លងកាត់ច្រកសមុទ្រហូមូសអាចឆ្លងកាត់បានលុះត្រាតែបានទទួលការអនុញ្ញាតពីអ៊ីរ៉ង់បើពុំនោះទេនឹងត្រូវបានបាញ់កំទេចចោលហើយលោក Mojtaba Khamenei ដែលទើបស្នងតំណែងជំនួសឪពុកនេះបានប្រកាសទៀតថាសង្គ្រាមឈ្លានពានរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅពេលនេះសម្រាប់អ៊ីរ៉ង់គឺមិនទម្លាក់អាវុធចុះចាញ់ដាច់ខាតគឺអ៊ីរ៉ង់នៅតែប្រយុទ្ធរហូតដល់សហរដ្ឋអាមេរិកសម្រេចបោះបង់ចោលការប្រយុទ្ធរបស់ខ្លួនលោក Khamenei បានបញ្ជាក់ទៀតថានៅពេលនេះសម្ព័ន្ធភាពរបស់ខ្លួនដូចជាកម្លាំង Houthi យេម៉ែនដែលកំពុងតែមានឥទ្ធិពលធំនៅលើទឹកដីយេម៉ែនបានប្រកាសថានឹងបើកប្រតិបត្តិការជួយអ៊ីរ៉ង់នៅទីនេះជាមួយនឹងការដែលក្រុម Hezbollah លីបង់កំពុងតែបើកប្រតិបត្តិការវាយអ៊ីស្រាអែលក៏ជួយអ៊ីរ៉ង់ផងដែរលោក Khamenei បានបញ្ជាក់ថាសង្គ្រាមឈ្លានពានរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅពេលនេះបានបំពានយ៉ាងធ្ងន់ធ្ងរណាស់ដល់សិទ្ធិសេរីភាពរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលកងកម្លាំងអ៊ីរ៉ង់មិនអាចអត់ឱនឲ្យបានដាច់ខាតគឺត្រូវតែប្រយុទ្ធជាមួយសត្រូវពីពេលនេះតរៀងទៅដល់ដំណាក់កាលចុងក្រោយភ្លាមនៅពេលដែលមេដឹកនាំប្រកាសបន្តសង្គ្រាមរហូតដល់ដំណាក់កាលចុងក្រោយនេះអ៊ីរ៉ង់បានបើកការវាយប្រហារជាថ្មីម្ដងទៀតដោយបាញ់ស្រោចពេញតំបន់មជ្ឈិមបូព៌ារហូតដល់វាយប្រហារទៅលើមូលដ្ឋានទ័ពរបស់ចក្រភពអង់គ្លេសនិងបារាំងមួយចំនួននៅតំបន់មជ្ឈិមបូព៌ាទៀតផងការចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាននៃប្រទេសអ៊ីរ៉ង់និងសារព័ត៌មាននៃប្រទេសអ៊ីស្រាអែលបានចុះផ្សាយថានៅពេលដែលអ៊ីរ៉ង់បើកការវាយប្រហារភ្លាមក្រោយពីការសច្ចារបស់មេដឹកនាំរបស់ខ្លួនដូច្នោះគេសង្កេតឃើញភ្លើងឆេះនៅតំបន់ច្រកសមុទ្រហូមូសដោយការវាយប្រហារទៅលើកប៉ាល់ដឹកប្រេងនិងមានការវាយប្រហារទៅលើទីប្រជុំជនជាច្រើននៅបណ្ដាប្រទេសនៅតំបន់អារ៉ាប់ដែលក្នុងនោះការវាយប្រហារលើអគារមួយបានឆេះយ៉ាងសន្ធោសន្ធកនៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមការវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិនៃប្រទេសកូវ៉ែតការវាយប្រហារទៅលើកប៉ាល់ដឹកប្រេងនៅក្នុងប្រទេសបារ៉ែននិងការវាយប្រហារទៅលើទីតាំងមូលដ្ឋានទ័ពរបស់ចក្រភពអង់គ្លេសនិងបារាំងនៅតំបន់មជ្ឈិមបូព៌ាទៀតផងប៉ុន្តែជាមួយគ្នានេះអ៊ីស្រាអែលឯណោះវិញត្រូវបានគេប្រកាសថាបានបើកប្រតិបត្តិការវាយប្រហារពាក់ពេញប្រទេសអ៊ីរ៉ង់ដោយប្រើប្រាស់យន្តហោះចម្បាំងយ៉ាងសន្ធឹកសន្ធាប់ហក់ងងឹតមេឃនៅពេលក្រំលងអធ្រាត្រចូលដល់ថ្ងៃទី13មីនានេះអ៊ីស្រាអែលវាយប្រហារប្រទេសអ៊ីរ៉ង់រហូតដល់ទម្លាក់គ្រាប់បែកធុនធ្ងន់ជាច្រើនសន្ធឹកសន្ធាប់នៅតំបន់នៃទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅផ្នែកមួយនៃទីក្រុងតេហេរ៉ង់ផងដែរនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Times of Israel អ៊ីស្រាអែលប្រកាសថាការវាយប្រហារលក្ខណៈទ្រង់ទ្រីធំជាថ្មីម្ដងទៀតនេះគឺដើម្បីកំទេចគោលដៅសំខាន់នៃយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់តាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថាការវាយប្រហារនេះបានកំណត់គោលដៅទៅលើបរិវេណនៃរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅតាឡេហ្គាន់ដែលនៅតំបន់រោងចក្រនុយក្លេអ៊ែរនេះអ៊ីស្រាអែលអះអាងថាអ៊ីរ៉ង់បានបង្កើតតំបន់រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានយ៉ូមនៅទីតាំងនោះអ៊ីស្រាអែលមិនបានប្រកាសថាខ្លួនគេបើការវាយប្រហារដោយទម្លាក់គ្រាប់បែកនោះចំនួនប៉ុន្មានគ្រាប់ទៅលើទីតាំងរោងចក្រនុយក្លេអ៊ែរនោះទេប៉ុន្តែផ្សែងខ្មៅខ្មួលខ្មាន់ភ្លើងឆេះយ៉ាងក្រហមរងាលពាសពេញអាកាសដែលជាការផ្ទុះគ្រាប់ដ៏ធំនៅតំបន់នៃការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងនៅទីក្រុងតេរ៉ង់កាលពីថ្ងៃទី13មីនានោះក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតផងដែរអ៊ីស្រាអែលបានប្រកាសថារដ្ឋធានីតេរ៉ង់គឺជាគោលដៅត្រូវកំទេចដើម្បីតាមកំទេចមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលប្រកាសមុខសន្យាថាលោក Mojtaba Khamenei ដែលឡើងស្នងតំណែងពីឪពុករបស់ខ្លួនជាមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់នេះត្រូវតែប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលដែលបាញ់ចេញពីយន្តហោះចម្បាំងមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់លោក Khamenei បានបញ្ជូនសារទៅកាន់អ្នកអានសារព័ត៌មានសម្រាប់ទូរទស្សន៍ជាតិអ៊ីរ៉ង់ដោយបញ្ជាក់ថាប្រជាជនអ៊ីរ៉ង់នៅពេលនេះបានរួបរวมគ្នាឡើងវិញហើយ
ដើម្បីប្រឆាំងនឹងស្ត្រីរបស់ខ្លួនប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយជាដំណាក់កាលមួយដែលស្ត្រីអស់សមត្ថភាពវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដោយអ្វីដែលប្រធានាធិបតីប្រទេសអ៊ីរ៉ង់លោក Masoud Pezeshkian ក៏បានដាក់លក្ខខណ្ឌចំនួន3ចំណុចទៅសហរដ្ឋអាមេរិកថាបើបិទបញ្ចប់សង្គ្រាមគឺអ៊ីរ៉ង់ធានាថានឹងមានសន្តិភាពពេញលេញសម្រាប់តំបន់មជ្ឈិមបូព៌ាប៉ុន្តែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលត្រូវតែសន្យានៅចំពោះមុខអន្តរជាតិថាលែងឈ្លានពានប្រទេសអ៊ីរ៉ង់ហើយអន្តរជាតិត្រូវតែធានាថាអ៊ីរ៉ង់មិនទទួលរងការឈ្លានពានពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាថ្មីម្ដងទៀតនោះទេហើយបិទបញ្ចប់សង្គ្រាមសហរដ្ឋអាមេរិកត្រូវតែសងការខូចខាតទាំងស្រុងទៅប្រជាជនអ៊ីរ៉ង់យ៉ាងណាអ៊ីស្រាអែលដែលបោកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅផ្នែកមួយនៃទីក្រុងតេរ៉ង់ដែលបង្កឲ្យអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅនេះគឺជាការវាយប្រហារលើកទី2ទៅលើទីតាំងនុយក្លេអ៊ែរនេះកាលពីថ្ងៃទី3មិនិនាកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលក៏បានបើកការវាយប្រហារទៅលើទីតាំងមូលដ្ឋានយោធានៅក្បែរទីក្រុងតេរ៉ង់ដែលអ៊ីស្រាអែលអះអាងថាវាជាតំបន់នៃរោងចក្រសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតក្បាលគ្រាប់គេមិនទាន់ដឹងថាតើសហរដ្ឋអាមេរិកយប់មិញនេះនៅថ្ងៃទី12មិនិនានេះបានចូលរួមចំណែកជាមួយនឹងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលដែរឬយ៉ាងណានោះទេប៉ុន្តែអ្នកនយោបាយសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែអះអាងថាខ្លួនគេកំពុងដើរលើវិថីនៃជ័យជំនះហើយនៅពេលនេះដូច្នេះនៅសល់តែពេលវេលាត្រូវបិទបញ្ចប់សង្គ្រាមតែប៉ុណ្ណោះព្រោះគោលដៅយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ត្រូវបានកំទេចដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកដោយកងយន្តហោះទម្លាក់គ្រាប់បែក B-52, B-1 និង B-2 ជាមួយនឹងការហោះហើរយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិករាប់រយគ្រឿងទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអះអាងថាខ្លួនគេបានបើកប្រតិបត្តិការវាយប្រហារទៅលើគោលដៅទូទាំងប្រទេសអ៊ីរ៉ង់ប្រមាណជា 90,000 គោលដៅសម្រាប់សហរដ្ឋអាមេរិកមន្ត្រីផ្ទាល់អះអាងថាបានបាញ់លើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ 5,500 គោលដៅនេះជាការបញ្ជាក់របស់មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកចំណែកឯអ៊ីស្រាអែលវិញអះអាងថាខ្លួនគេបានបាញ់ទៅលើគោលដៅខាងក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ជាង 3,400 គោលដៅដែលក្នុងនោះវាយទៅលើទីតាំងនុយក្លេអ៊ែរវាយទៅលើទីតាំងស្តុកមីស៊ីលទីតាំងផលិតមីស៊ីលទីតាំងស្តុកដ្រូននិងវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់អ៊ីស្រាអែលអាងថាមីស៊ីលរបស់អ៊ីរ៉ង់និងដ្រូនត្រូវបានកំទេចដោយការទម្លាក់គ្រាប់បែកនិងបាក់ការវាយប្រហារដោយកងយន្តហោះចម្បាំងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនោះគឺប្រមាណជា 75% ត្រូវបានកំទេចប៉ុន្តែស្របគ្នានេះទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកក៏បានបញ្ជាក់ថាសមត្ថភាពនៃការប្រើប្រាស់មីស៊ីលរបស់អ៊ីរ៉ង់នៅសល់ត្រឹមតែ 10% ប៉ុណ្ណោះហើយការវាយប្រហារដោយដ្រូនអ៊ីរ៉ង់ក៏នៅសល់ត្រឹម 15% ប៉ុណ្ណោះដែលបញ្ជាក់ថាលំហអាកាសរបស់អ៊ីរ៉ង់ត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអ្នកជំនាញមើលឃើញថានៅពេលដែលលំហអាកាសរបស់អ៊ីរ៉ង់ត្រូវបានគ្រប់គ្រងដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានន័យថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់អត់មានសមត្ថភាពក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនោះទេមានន័យថាលំហអាកាសនៃរដ្ឋធានីតេអ៊ីរ៉ង់ក៏ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពអាកាសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកផងដែរសង្គ្រាមមកដល់ពេលនេះចូលដល់ថ្ងៃទី14ហើយពុំដឹងថាតើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបិទបញ្ចប់ដោយជ័យជំនះឬក៏ត្រឹមតែត្រឡប់ទៅវិញគ្រាន់តែបំពេញបេសកកម្មរបស់ខ្លួនឬក៏យ៉ាងណានោះទេប៉ុន្តែប្រជាជនអ៊ីរ៉ង់ដែលត្រូវបានសម្លាប់យ៉ាងរង្គាលក្នុងការផ្ទុះបាតកម្មកាលពីខែមករានោះពួកគេនៅពេលនេះមិនទាន់កម្រើកថាតើត្រូវក្រោកឡើងដើម្បីផ្ដួលរំលំរបបរបស់ខ្លួនឬក៏យ៉ាងណានោះទេនៅខណៈដែលពួកគេនៅតែមានជំនឿថាការដោះដូររបបអាចនឹងមាននៅក្នុងអន្តរកាលនេះគឺរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ព្រះម្ចាស់រ៉េហ្សាប៉ាឡាវីនៃអតីតរាជអាណាចក្រអ៊ីរ៉ង់នៅតែមានជំនឿថាការដោះដូររបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវតែមាននៅក្នុងអន្តរកាលនេះហើយជឿថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមិនទុកឱកាសឲ្យរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បន្តស្ថិតថេរនៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ទៀតនោះទេតើស្ថានភាពសង្គ្រាមដ៏ក្តៅគគុកនិងតានតឹងនៅតំបន់មជ្ឈិមបូព៌ាមួយនេះនឹងវិវត្តទៅជាយ៉ាងណាបន្តទៀតតើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនឹងអាចបិទបញ្ចប់សង្គ្រាមដោយជ័យជំនះក្នុងពេលឆាប់ៗឬមួយក៏ព្រឹត្តិការណ៍នេះនឹងក្លាយជាចំណុចចាប់ផ្ដើមនៃការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ដោយការរំពឹងទុកមែន
តើប្រិយមិត្តទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបញ្ហានេះសូមកុំភ្លេចជួយបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាយើងខ្ញុំរងចាំអានរាល់ការយល់ឃើញរបស់លោកអ្នកប្រសិនបើលោកអ្នកពេញចិត្តនៅការផ្ដល់ជូនព័ត៌មាននេះសូមកុំភ្លេចជួយចុច like share និងចុច subscribe ព្រមទាំងបើកសញ្ញាកណ្ដឹងទាំងអស់គ្នាដើម្បីកុំឲ្យរំលងព័ត៌មានអន្តរជាតិថ្មីៗព្រឹត្តិការណ៍ក្តៅគគុកនិងការវិភាគស៊ីជម្រៅពី Channel របស់យើងខ្ញុំជាបន្តទៀតជូនពរប្រិយមិត្តអ្នកស្ដាប់ទាំងអស់ទទួលបាននូវសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចជួបគ្នានៅវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលា